មានការលើកឡើងមួយនេះខ្ញុំលើកថាការកែតម្រង់បង្រួមល្អហើយប៉ុន្តែផ្អែកលើមូលដ្ឋានអីប្រយ័ត្នផ្អែកថាតិចកាត់មូលដ្ឋានកាត់កន្លែងដែលមនុស្សដែលខ្លួនឯងមិនស្រឡាញ់ប្រធានស្ថាប័នថាមិនចូលចិត្តនឹងកាត់ចោលត្មងស្អីទៅខ្ញុំសូមបញ្ជាក់ជាការកំណែតម្រង់នៅស្ថាប័នអគ្គនាយកដ្ឋានពន្ធដារមិនខុសពីការកំណែតម្រង់រដ្ឋនៅក្នុងអាណត្តិនេះអត្ថិភាពមួយសំខាន់វិធានកលឹះមួយសំខាន់គឺការកំណែតម្រង់រដ្ឋបាលសាធារណៈគោលការណ៍កំណែតម្រង់នេះមិនមែនជារឿងថ្មីទេហើយទី2ក៏មិនមែនធ្វើឡើងទើបតែចាប់ផ្ដើមក្រោយពីមានសង្គ្រាមគឺទេគ្រប់ស្ថាប័នរដ្ឋបានដាក់ចេញតាំងពីដើមអាណត្តិប៉ុណ្ណេះកែនេះទោះបីជាយើងដាក់អភិក្រមពង្រឹងជាពង្រីកន្លែងខ្លះចាំបាច់ត្រូវតែបង្កើតដើម្បីឲ្យទាន់សភាពការឧទាហរណ៍ថាយើងដើរទៅបីនេះឥឡូវវាវិវត្តទៅ AI បើយើងមិនរៀបចំបង្កើតយន្តការឬមួយក៏ផ្នែកទទួលបន្ទុក AI សម្រាប់ពន្ធដារទេយើងនៅចងអញ្ចឹងអ្វីដែលសំខាន់គឺយើងមានយន្តការច្បាស់លាស់មិនមែនធ្វើឡើងដោយផ្អែកទៅលើប្រធានស្ថាប័នគិតថាបង្កើតទៅនេះដើម្បីលើកទឹកចិត្តអ្នកនេះបង្កើតមកយុគឋានឲ្យទៅឬមួយក៏មិនចូលចិត្តអ្នកនេះលុបយុគឋានចោលអត់ទេគឺយើងមានយន្តការវាយតម្លៃច្បាស់លាស់ក្រសួងមុខវិសាធារណៈពិគ្រោះយោបល់ជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធធ្វើការសម្រេចឆ្លងធ្វើយ៉ាងណាដើម្បីឲ្យការងារនេះបានសำเร็จតើត្រូវលុបត្រូវកែមុខងារត្រូវបង្រួបគ្នាឬត្រូវបង្កើត